នៅក្នុងវីដេអូមុនរបស់ខ្ញុំបាននិយាយអំពីបញ្ហារឿងបុគ្គលិកតែនិយាយរំប្រធានក្រុមហើយប្រធានក្រុមអត់ព្រមនិយាយរកកូនចៅនៅក្នុងក្រុមរបស់ខ្លួនហើយក៏ឃើញមានអ្នកគាត់ចូល comment ជាច្រើនដែលគាត់បានជួបបញ្ហានឹងដូចគ្នាហើយនៅក្នុងនោះក៏ខ្ញុំគាត់សម្គាល់ឃើញមាន comment មួយចំនួនដែលគាត់ជាមេក្រុមគាត់ចូលមក comment ថាសម្រាប់កូនក្រុមខ្ញុំវិញពេលដែលគាត់និយាយទៅគឺអត់ចង់និយាយរកគាត់វិញក្នុងនាមគាត់ជាប្រធានក្រុមឯតែកូនក្រុមអត់និយាយមករកគាត់វិញហើយក៏មាន comment ខ្លះឃើញបងប្អូនគាត់សួរថានៅពេលដែលយើងជាមេក្រុមហើយនិយាយបញ្ជាទៅកាន់កូនក្រុមអត់ស្ដាប់អត់ព្រមធ្វើតាមបញ្ជារបស់យើងតើយើងគួរដោះស្រាយមិនបាទអញ្ចឹងខ្ញុំចាប់អារម្មណ៍ទៅលើបញ្ហាហ្នឹងហើយក៏ទៅលើ comment មួយហ្នឹងដែរអញ្ចឹងខ្ញុំចង់លើកនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីវាអាចកើតចេញពីប្រភពបញ្ហាចេញមកពីករណីគេខ្លះហើយតើយើងគួរដោះស្រាយមិនទៅតាមបទពិសោធន៍និងការយល់ឃើញរបស់ខ្ញុំបាទវាមិនប្រកាសថាត្រូវគ្រប់ប្រភេទនៃបញ្ហាឬក៏គ្រប់ប្រភេទនៃមនុស្សទេព្រោះអីស្ថានភាពផ្សេងគ្នាមានន័យថាអ្វីដែលខ្ញុំលើកឡើងវាអាចខុសអំពីករណីប្អូនប៉ុន្តែអាចត្រូវជាមួយនឹងករណីអ្នកផ្សេងអញ្ចឹងណាអញ្ចឹងសម្រាប់ការយល់ឃើញរបស់ខ្ញុំប្រភពបញ្ហាវាកើតចេញមកពីទី1អាចមកពីអ្នកគ្រប់គ្រងរបស់យើងនឹងពេលដែលគាត់តែងតាំងយើងជាប្រធានក្រុមឬក៏ប្រធានផ្នែកឬក៏ជាអ្នកគ្រប់គ្រងគាត់អត់បានផ្ដល់សិទ្ធិអំណាចពេញលេញមកយើងដែលធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រងនិងដឹកនាំបុគ្គលិកអត់ផ្ដល់សិទ្ធិអំណាចពេញលេញយ៉ាងម៉េចគាត់បានតែងតាំងយើងជាប្រធានក្រុមឬក៏ជាប្រធានផ្នែកឬក៏ជាអ្នកដឹកនាំអញ្ចឹងទៅប៉ុន្តែគាត់អត់បានផ្ដល់សិទ្ធិអំណាចពេញលេញក្នុងការឲ្យយើងជាអ្នកកំណត់ការងារអត់ឲ្យយើងជាអ្នកសម្រេចទៅលើលទ្ធផលហើយនឹងសម្រេចទៅលើអត្ថប្រយោជន៍និងការកាត់កងអត្ថប្រយោជន៍នៅពេលដែលបុគ្គលិកគាត់ធ្វើតាមអ្វីដែលយើងបញ្ជាឬក៏ធ្វើមិនសម្រេចអញ្ចឹងយើងត្រូវមានការកាត់កងគ្នាមានថាយើងមានអំណាចឬក៏ power ក្នុងការសម្រេចចិត្តជាមួយនឹងបុគ្គលិកនៅក្នុងក្រុមរបស់យើងហើយបានយើង report ទៅកាន់មេរបស់យើងតាមក្រោយហើយមួយទៀតគឺយើងមានសិទ្ធិអំណាចពេញលេញដែលមេរបស់យើងអត់គួររំលងការងារពីយើងមានន័យថាគាត់អត់អាច access direct មកធ្វើការងារមួយកូនចៅយើងគាត់ចង់ដាក់ការងារឬក៏ចង់បញ្ជាអីមកកូនចៅយើងគឺគាត់ត្រូវតែប្រាប់យើងដើម្បីយើងត្រួតពិនិត្យហើយយើងបញ្ជាបន្តហើយចាំយើងគ្រប់គ្រងលើលទ្ធផលហើយរាយការណ៍ទៅវិញអាហ្នឹងគឺយើងមានសិទ្ធិអំណាចពេញលេញហើយបាទប៉ុន្តែនៅពេលដែលយើងអត់មានសិទ្ធិអំណាចបែបហ្នឹងវាធ្វើឲ្យបុគ្គលិកនៅក្រោមបង្គាប់យើងគាត់គិតថាយើងគ្រាន់តែជាមេលើកបន្ទប់មកទេអត់មានសិទ្ធិអំណាចអីទេគាត់ធ្វើមិនធ្វើក៏អត់មានបញ្ហាដល់ពួកគាត់ដែរព្រោះអីគាត់អាចរាយការណ៍ទៅមេផ្ទាល់ហ្នឹងហើយអញ្ចឹងនៅពេលហ្នឹងធ្វើឲ្យយើងដែលជាមេដែលត្រូវបានគេតែងតាំងហ្នឹងវាអត់មានសិទ្ធិអំណាចអីក្នុងការគ្រប់គ្រងដឹកនាំឬក៏បញ្ជាទៅកាន់បុគ្គលិកទេអញ្ចឹងធ្វើឲ្យបុគ្គលិកគាត់អត់ខ្វល់ពីយើងទេអាហ្នឹងវាអាចជាប្រភពបញ្ហាមួយប្រភពបញ្ហាទី2អាចមកពីយើងខ្លួនឯងអត់ទាន់មានសមត្ថភាពឬក៏បទពិសោធន៍ក្នុងការគ្រប់គ្រងនិងដឹកនាំបុគ្គលិកអញ្ចឹងនៅពេលដែលយើងអត់មានបទពិសោធន៍ចំណេះដឹងក្នុងការគ្រប់គ្រងយើងចេះតែធ្វើតាមអ្វីដែលយើងនឹកឃើញអីបញ្ជាកូនចៅធ្វើនឹងនឹកឃើញអីបញ្ជាគេធ្វើនឹងអត់មាន plan អត់មានការកំណត់ goal ការកំណត់ KPI អីច្បាស់លាស់ធ្វើឲ្យបុគ្គលិកយើងគាត់រៀងវល់ឬក៏ធ្វើឲ្យគាត់មើលឃើញថាយើងអត់មានចំណេះដឹងអីដើម្បីអាចឲ្យដឹកនាំគាត់ទៅរីកចម្រើនអីទៅមុខអញ្ចឹងគាត់ក៏អត់សប្បាយចិត្តក្នុងការធ្វើតាមយើងដែរអញ្ចឹងវាអាចធ្វើឲ្យគាត់អាចថាអត់ចាប់អារម្មណ៍ឬក៏អត់យកចិត្តទុកដាក់ក្នុងការធ្វើតាមអ្វីដែលយើងណែនាំឬក៏យើងបានសិទ្ធឲ្យគាត់បាទអានឹងគឺជាប្រភពបញ្ហាមួយទៀតដែរបាទហើយមួយទៀតវាអាចមកពីពាក់ព័ន្ធជាមួយនឹងដែនកំណត់នៃការសម្រេចចិត្តដែលខ្ញុំបានលើកខ្លះៗនៅចំណុចទី1ហ្នឹងដែនកំណត់នៃការសម្រេចចិត្តយ៉ាងម៉េចមានន័យថាយើងមានសិទ្ធិអំណាចគ្រប់គ្រាន់នៅពេលដែលគាត់តែងតាំងយើងជាប្រធានក្រុមប្រធានផ្នែកឬក៏ជា manager ឬក៏ជា leader អីគឺយើងមានសិទ្ធិអំណាចក្នុងការកំណត់ទី1កំណត់ goal ឬក៏កំណត់ KPI ឲ្យបុគ្គលិកបាទទី2យើងមានសិទ្ធិក្នុងការវិតម្លៃផ្ដល់នៅគុណសម្បត្តិនិងការផ្ដល់នៅអត្ថប្រយោជន៍នៅពេលដែលគាត់ធ្វើសម្រេចទៅតាមលទ្ធផលដែលយើងបានដាក់ឲ្យគាត់ឬក៏ goal ដែលយើងបានដាក់ឲ្យគាត់ឬក៏ KPI ដែលយើងបានដាក់គាត់ពេលដែលគាត់ធ្វើបានយើងនឹងវាយតម្លៃលទ្ធផលហើយនឹងផ្ដល់អត្ថប្រយោជន៍ទៅតាមនឹងប៉ុន្តែនៅពេលដែលគាត់ធ្វើអត់បានទៅតាម goal ឬក៏ KPI ដែលយើងបាន set បាទអញ្ចឹងយើងក៏មានសិទ្ធិក្នុងការកំណត់ពីន័យដល់គាត់ដែរបាទអានឹងមានជាសិទ្ធិអំណាចក្នុងការសម្រេចចិត្តជាដែនកំណត់មួយដែលយើងត្រូវតែ define ឲ្យច្បាស់ជាមួយរវាង
មេដែលគាត់តែងតាំងយើងហើយជាមួយនឹងកូនចៅអញ្ចឹងដល់ពេលដែលយើងកំណត់បានច្បាស់វាធ្វើឲ្យនៅពេលយើងដឹកនាំគឺយើងអត់ចេះតែធ្វើតែពីទេបាទពេលដែលយើងចាប់ដើមដឹកនាំកូនចៅយើង set goal ហើយអូខេក្នុង3ខែនេះគាត់ត្រូវសម្រេចអីបានហើយការងារដែលយើងដាក់ឲ្យគាត់ធ្វើជាប្រចាំមានអីគេខ្លះដើម្បីឲ្យសម្រេចគោលដៅក្នុងរយៈពេល3ខែហ្នឹងអញ្ចឹងនៅពេលដែលយើងបានកំណត់ច្បាស់យើងងាយស្រួលក្នុងការតាមដានក្នុងងាយស្រួលក្នុងការវិតម្លៃងាយស្រួលក្នុងការ feedback បាទផ្ដល់មតិយោបល់ទៅគាត់វិញបាទហើយនៅពេលដែលគាត់អត់ធ្វើតាមយើងមានសិទ្ធិអំណាចក្នុងការដាក់ពិន័យគាត់ឬក៏បញ្ឈប់គាត់បាទអាចនឹងមានសិទ្ធិដល់នឹងដែរបាទព្រោះគាត់ជាកូនក្រុមរបស់យើងគាត់អត់គោរពយើងគាត់អត់ធ្វើតាមគោលដៅដែលយើងបានដាក់វាធ្វើឲ្យការងារក្រុមរបស់យើងអត់សម្រេចយើងមានសិទ្ធិមាន power ក្នុងការដកគាត់ចេញក៏មានដែរបាទប៉ុន្តែមុននឹងយើងសម្រេចចិត្តបែបហ្នឹងគឺយើងត្រូវចេះអំពីគេហៅ leadership ឬក៏ management skill ក្នុងការធ្វើការងារជាមួយមនុស្សបាទយើងអត់ចេះតែប្រឈប់ទេព្រោះអីបុគ្គលិកនៅក្រោមយើងមិនប្រកាសថាគាត់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើការងារជាមួយនឹងប្រភេទគ្រប់ manager អញ្ចឹងយើងត្រូវតែព្យាយាមប្រើប្រាស់ leadership ប្រើប្រាស់ management ដើម្បីកែប្រែបុគ្គលិកយើងឲ្យគាត់យល់អំពីគោលដៅយល់អំពីវត្ថុបំណងដែលយើងគ្រប់គ្រងគាត់យល់ពីវត្ថុបំណងដែលយើងចង់ឲ្យគាត់រីកចម្រើនដើម្បីឲ្យគាត់ធ្វើតាមនៅអ្វីដែលយើងបានកំណត់ជាមួយគ្នាហើយនៅពេលដែលមានគាត់មើលឃើញបញ្ហាគាត់អាច feedback មកយើងអាច comment មកយើងផ្ទាល់ដើម្បីdiscuss គ្នារកនៅដំណោះស្រាយរួមគ្នាបាទអាហ្នឹងគឺជា power គឺជាដែនកំណត់ដែលយើងក្នុងនាមយើងជាអ្នកដឹកនាំគួរតែធ្វើហើយត្រូវតែធ្វើឲ្យបានបាទព្រោះបើមិនអញ្ចឹងទេនៅពេលដែលយើងធ្វើទៅបរាជ័យវាធ្វើឲ្យកូនចៅយើងលែងទុកចិត្តដែរហើយមួយទៀតបាទយើងវាអាចជាប្រភពបញ្ហាដែរយើងជាមនុស្សម្នាក់ដែលអត់មានគេហៅថាភាពច្បាស់លាស់ក្នុងការជាអ្នកដឹកនាំមានថាពេលខ្លះមេដឹកនាំខ្លះគឺពេលដែលទទួលមានថាកូនចៅធ្វើល្អយកមុខបាទពេលដែលកូនចៅធ្វើខុសបាទរុញទៅឲ្យកូនចៅដាក់ជាកំហុសកូនចៅមានន័យថាយើងអត់បានធ្វើខ្លួនជាអ្នកដឹកនាំគេទេនៅពេលដែលក្រុមរបស់យើងសាងកំហុសទៀតពិតយើងជាអ្នកដឹកនាំគឺត្រូវតែចេញមុខក្នុងការដោះស្រាយក្នុងការទទួលខុសត្រូវព្រោះយើងជាមេគេបាទហើយនៅពេលដែលកូនចៅយើងធ្វើល្អអូខេយើងទទួលបានថាប្រយោជន៍ជាក្រុមហើយយើងត្រូវតែចេះលើកទឹកចិត្តត្រូវតែចេះប្រម៉ូទកូនក្រុមយើងដើម្បីគាត់មានយល់ឃើញថាគាត់មានតម្លៃនៅក្នុងក្រុមជាមនុស្សម្នាក់ដែលមានតម្លៃមានអត្ថប្រយោជន៍នៅក្នុងក្រុមទើបគាត់សប្បាយចិត្តរីករាយក្នុងការធ្វើការងារជាមួយយើងយូរអង្វែងបាទអញ្ចឹងអានេះគឺជាបញ្ហាហើយនឹងជាដំណោះស្រាយដែលយើងក្នុងនាមយើងជាអ្នកដឹកនាំត្រូវតែប្រកាសឲ្យបញ្ជាថាយើងមានចំណុចអស់ហ្នឹងអញ្ចឹងខ្ញុំ summary មកវិញទី1គឺយើងត្រូវតែមានសិទ្ធិអំណាចច្បាស់លាស់ក្នុងការចាត់ចែងដឹកនាំហើយនឹងវិតម្លៃទៅលើលទ្ធផលបុគ្គលិកទី2យើងត្រូវតែគ្រប់គ្រងឲ្យដាច់រវាងយើងជាអ្នកដឹកនាំអត់ត្រូវឲ្យមេរបស់យើងរំលងយើងទេបាទរំលងមកធ្វើការងារជាមួយកូនក្រុមរបស់យើងទេយើងត្រូវបែងចែកដែនកំណត់គ្នាឲ្យច្បាស់បាទហើយយើងជាអ្នកចាត់ចែងដឹកនាំមួយក្រុមរបស់យើងហើយយើង report ទៅកាន់មេយើងវិញបាទហើយចុងក្រោយគឺយើងត្រូវតែប្រកាសថាយើងប្រឹងប្រែងរៀនសូត្រចេញពីការដឹកនាំអញ្ចឹងធៀបពិតពេលខ្លះយើងអត់មានចំណេះជំនាញទេយើងត្រូវបានមេតែងតាំងភ្លាមអញ្ចឹងណាអញ្ចឹងយើងត្រូវតែរៀនសូត្រពីមេរបស់យើងរៀនសូត្រពីអ្នកផ្សេងដែលគាត់ជាថ្នាក់ដឹកនាំដែរហើយអនុវត្តតាមគាត់ពីជំនាញក្នុងការដឹកនាំមនុស្សពួកអីការងារអត់ពិបាកជាងគេគឺការដឹកនាំមនុស្សនឹងឯងបាទអញ្ចឹងត្រូវតែរៀនបាទនៅពេលដែលយើងជាអ្នកដឹកនាំថ្មីគឺជួបបញ្ហាច្រើនណាស់ប៉ុន្តែត្រូវតែចាំមួយគឺក្នុងនាមយើងជាអ្នកដឹកនាំត្រូវតែហ៊ានធ្វើការទទួលខុសត្រូវចំពោះអ្វីដែលធីមយើងបានបង្កើតឡើងបាទទាំងកំហុសហើយទាំងលទ្ធផលទាំងគុណសម្បត្តិបាទទៅជាមួយគ្នាព្រោះយើងហ៊ានទទួលមកគ្រប់គ្រងកន្លែងហ្នឹងត្រូវតែហ៊ានទទួលយកនៅលទ្ធផលជាក់ស្ដែងបាទអញ្ចឹងចំណុចអស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ក្នុងនាមយើងជាអ្នកដឹកនាំហើយនៅពេលដែលយើងបញ្ជាកូនចៅយើងអត់បានវាអាចមកពីបញ្ហាដែលអ្វីដែលខ្ញុំបានលើកហ្នឹងអញ្ចឹងសម្រាប់បងប្អូនផ្សេងទៀតយល់យ៉ាងម៉េចដែរអាចជួយ comment បន្ថែមហើយបើសិនជាយល់ថាអ្វីដែលខ្ញុំបានលើកនេះជាបញ្ហានិងជាដំណោះស្រាយសូមជួយចែករំលែកទៅកាន់បងប្អូនយើងផ្សេងទៀតដែលគាត់កំពុងតែជួបបញ្ហានេះហើយសាកយកវាទៅអនុវត្តមើលបាទអរគុណច្រើន